Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់មេរៀនថ្មីតាក់ទងជាមួយនឹងការបកប្រែអត្ថបទបន្តទៀតនៅក្នុងមេរៀននេះគឺយើងសិក្សាអំពី The Frightened Lion The Frightened Lion ដែលមានចំណងជើងជាភាសាខ្មែរថាសត្វតោដែលភ័យខ្លាចអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅមើលអត្ថបទទាំងអស់គ្នាហើយនឹងរៀនបកប្រែជាមួយគ្នា One night Lion is getting ready for bed He reads his favorite bedtime story and sings his favorite bedtime song. He turns on his nightlight, then he hears a sound. Tap, tap. What's that sound? He whispered. Tap, tap. That sound. It's coming from outside the window. អញ្ចឹងយើងអានរួចហើយយើងចាប់ផ្ដើមបកប្រែទាំងអស់គ្នា Okay The frightened lion តែមកថាសត្វតោដែលភ័យខ្លាច One night នៅយប់មួយ Lion is getting ready for bed សត្វតោកំពុងតែរៀបចំចូលដេកឬមានន័យថាសត្វតោកំពុងតែរៀបចំខ្លួនដើម្បីចូលដេកអញ្ចឹងទៅ He reads his favorite bedtime story and sings his favorite bedtime song គាត់អានរឿងដែលគាត់ចូលចិត្តមុនពេលចូលគេងហើយនឹងច្រៀងបទចម្រៀងដែលគាត់ចូលចិត្តមុនពេលចូលគេង He turns on his nightlight គាត់បើកអំពូលរាត្រីឬអំពូលពេលយប់នឹងឯងហៅថាអំពូលរាត្រីតែម្ដងទៅ Then he hears a sound បន្ទាប់មកគាត់ឮសំឡេងមួយ sound tap tap សំឡេងហ្នឹងគឺ tap tap មានន័យថាឮសូរ tap tap ដូចសំឡេងអីដើរអញ្ចឹង What's that sound? He whisper What's that sound? ន័យថាសំឡេងអ្វីហ្នឹង He whisper មានន័យថាគាត់និយាយខ្សឹបខ្សឹប Okay tap tap សំឡេងហ្នឹងលាន់ឮទៀតណា That sound It's coming from outside the window មានន័យថាសំឡេងនោះវាកំពុងតែឮមកពីខាងក្រៅបង្អួចមានន័យថាសំឡេងហ្នឹងកំពុងតែមកពីខាងក្រៅបង្អួចមានន័យថាសំឡេងដែលយើងឮនេះសំឡេងដែលសត្វតោនឹងឮ tap tap ហ្នឹងគឺសំឡេងហ្នឹងវាឮចេញមកពីខាងក្រៅបង្អួចអញ្ចឹង slide ទី1វគ្គ1គឺយើងបកប្រែប៉ុណ្្នឹងសិនអញ្ចឹងមុននឹងបញ្ចប់ឬចង់បានមេរៀនបន្តទៀតសូមអ្នកទាំងអស់គ្នាកុំភ្លេចតាមដាននៅមេរៀនថ្មីដែលខ្ញុំនឹងដាក់ពាក្យបន្តទៅទៀតបាយបាយ